ជំរាបសួរប្រជាជនខ្មែរដែលប្រើភ្នែកដើម្បីមើលទាំងអស់គ្នាថ្ងៃនេះ admin នឹងបន្តសម្រាយសាច់រឿងវ៉ានរបស់យើងភាគ2ជាបន្តទៀតសូមកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងកាលពីភាគមុនយើងបានដឹងហើយថាវ៉ានរបស់យើងគឺបានបង្កើតនៅរាជវាំងមួយយ៉ាងធំមែនទែនដែលត្រូវការគប់តែប៉ុន្មាននោះទេអាចបង្កើតនៅវាំងមួយបានយ៉ាងធំដោយវេទមន្តរបស់គាត់នោះគឺ Production Magic តែបើទោះបីជាវ៉ានគាត់អាចធ្វើបែបនេះបានក៏ពិតមែនប៉ុន្តែគាត់នៅតែមិនសប្បាយចិត្តនិងគិតថាវេទមន្តរបស់គាត់មិនដូចជាវេទមន្តវាប្រហារនោះទេគឺវេទមន្តវាប្រហារខ្លាំងជាងនេះតែសម្រាប់អ្នកផ្សេងទៀតគឺមិនបានគិតដូចជាវ៉ាន់ឡើយដែលពួកគេគឺបាននិយាយថាវ៉ាន់គឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយពួកគេក៏ថែមទាំងបានប្រៀបធៀបជាមួយនឹងនគររបស់វ៉ាន់ជាមួយនឹងនគររបស់ពុកវ៉ាន់ថែមទៀតដោយពួកគេនឹងគឺបាននិយាយថានគររបស់ពុកវ៉ាន់គឺមានតែសង្គ្រាមការកាប់សម្លាប់គ្នាឃើញតែគេទៅសារមកកាន់ខ្លួនធ្វើឲ្យវ៉ាន់របស់យើងក៏មានការសប្បាយចិត្តខ្លាំងណាស់ហើយជាពិសេសនៅពេលនោះគាត់ក៏បាននិយាយថាបើសិនជាវិណាគេដែលមានឈើឲ្យមកកាន់គាត់គឺគាត់នឹងអាចបង្កើតនៅផ្ទះឲ្យពួកគេបានថែមទៀតផងម្នាក់ឡើងស្លាំងកាំងអស់ហើយគ្រាន់តែលើបែបនោះភ្លាមរួចពួកគេក៏មិនចាំយូរនោះទេដែលបាននាំគ្នាទៅរកឈើទៅពេលនោះភ្លាមតែម្ដងទៅហើយយើងមើលមកកាន់នៅពេលនេះគឺតួឯកប្រុសរបស់យើងដែលជាវ៉ានពិតជាមានការគ្រប់គ្រងខ្លាំងមែនទែនពីសំណាក់ប្រជាជននិងអ្នកឯទៀតពួកគេដឹងថាវ៉ានរបស់យើងក្មេងពិតមែនប៉ុន្តែសមត្ថភាពរបស់វ៉ានគឺពិតជាអស្ចារ្យខ្លាំងយូរតែមែនទែនហើយ admin សម្បើកវងកញ្ចក់តិចកុំឲ្យដូចសម័យលង្វែកប្របាទសាថាទី1ឲ្យកូនឡើងសោយរាជទាំងនៅក្មេងប៉ុន្តែបុត្ររបស់ទ្រង់នឹងគឺមិនចេះអីទាល់តែសោះហើយអាយុ11ឆ្នាំឲ្យគ្នាឡើងសោយរាជលោកហើយមិនមែនដូចនៅក្នុងរឿងនេះទេណាបន្ទាប់ពីពួកគេទទួលបាននៅឈើហើយវ៉ានរបស់យើងមិនចាំយូរនោះទេដោយចាប់ផ្ដើមប្រើនៅវេទមន្ត Production របស់គាត់ធ្វើការបង្កើតនៅផ្ទះប្រជាជនជាច្រើនមែនទែនហើយផ្ទះទាំងអស់នោះគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតនិងរឹងមាំថែមទៀតប្រជាជនទាំងអស់គឺពិតជារំភើបជាមួយនឹងទិដ្ឋភាពបែបនោះខ្លាំងណាស់ព្រោះពួកគេរកអ្វីនិយាយមិនបាននោះទេហើយនេះគឺជារូបភាពនៃគោលដៅរបស់គាត់នៅក្នុងការបង្កើតទីក្រុងមួយនេះដោយដំបូងឡើយនោះគឺគាត់អាចបង្កើតនៅរាជវាំងរបស់គាត់ផ្ទះប្រជាជនព្រមទាំងបន្ទប់ទឹករបស់ប្រជាជនបានហើយនៅសល់ប្រមាណចំណុចទៀតដែលយើងបានឃើញនៅក្នុងរូបនេះអញ្ចឹងហើយរឿងក៏បានបង្ហាញឲ្យយើងឃើញថានារីទាំងពីរនាក់របស់យើងក៏បានមកសាកនៅបន្ទប់ទឹកថ្មីរបស់វ៉ានធ្វើផងដែរយ៉ាខុសប្លង់ហើយក៏មើលយូរពេករឿងក៏បានកើតទៅថ្ងៃបន្ទាប់សកម្មភាពរបស់វ៉ានក៏នៅតែបន្តដូចគ្នាដោយនៅថ្ងៃនេះវ៉ានគឺគាត់ចង់បាននៅទំនប់ទឹកមួយនៅក្នុងការទុកទឹកដើម្បីអាចឲ្យប្រជាជនយកទឹកទាំងអស់នោះទៅប្រើប្រាស់ដើម្បីជាតម្រូវការរបស់ពួកគេប្រចាំថ្ងៃបានហើយបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់គ្នារយៈពេលយ៉ាងយូរទៅនៅទីបំផុតវ៉ានហើយនិងប្រជាជនព្រមទាំងអ្នកផ្សេងទៀតក៏ទទួលបាននៅទំនប់ទឹកមួយលោកអ៊ំរុនដាក៏មិននឹកស្មាននោះទេថាវ៉ានរបស់យើងចេះគិតគូរដល់ថ្នាក់នេះហើយវ៉ានគាត់ក៏បាននិយាយអរគុណទៅកាន់លោកអ៊ំរុនដាវិញអញ្ចឹងទៅប៉ុន្តែគាត់ក៏បាននិយាយថាគំនិតនេះគឺមិនមែនកើតចេញពីគាត់តែម្នាក់ឯងនោះទេគឺកើតចេញពីប្រជាជនព្រមទាំងមនុស្សគ្រប់គ្នានោះឯងហើយនេះគឺជាទស្សនវិជ្ជាមើលពីលើរាជធានីរបស់វ៉ានដោយមានតែនៅពេលនេះគឺមានតែផ្ទះប្រជាជនចំនួនប៉ុន្មានខ្នងព្រមទាំងរាជវាំងរបស់វ៉ានហើយនឹងបន្ទប់ទឹកនោះឯងព្រមទាំងទំនប់ទឹកឲ្យប្រជាជនងាយស្រួលយកទឹកទាំងអស់នោះទៅប្រើប្រាស់ដើម្បីបំពេញទីតម្រូវការរបស់ពួកគេនៅពេលយប់ឡើងរឿងក៏បានបង្ហាញឲ្យយើងឃើញពីរទេះសេះមួយដែលនៅក្នុងរទេះសេះនោះគឺមានក្មេងស្រីម្នាក់ជាមួយនឹងមនុស្សស្រីម្នាក់ដែលមើលទៅសភាពរបស់ពួកគេនឹងគឺដូចជាស្ដេចអញ្ចឹងអ្នកទាំងអស់គ្នារាជវង្សស្ដេចអីចឹងចូលមកដល់ពេលព្រឹកវ៉ានរបស់យើងគាត់គឺពិតជាមិនដំណេកដៃនោះទេដោយគាត់ក៏ចាប់ផ្ដើមប្រើនៅវេទមន្ត Production របស់គាត់បង្កើតបានទៅជារបងព័ទ្ធជុំវិញរាជធានីរបស់គាត់ហើយសភាពរបងរបស់គាត់ធ្វើនៅពេលនោះគឺពិតជារឹងមាំខ្លាំងមែនទែនដោយនៅពីលើរបងហ្នឹងគឺថែមទាំងមានរបស់ការពារនៅពីលើនឹងថែមទៀតដូចជាអាវុធចាំត្រៀមវាប្រហារទៅកាន់ខ្មាំងសត្រូវចឹងអ្នកទាំងអស់គ្នាតាមមកមើលវ៉ាននៅពេលនេះវិញនៅពេលនេះគាត់នៅជាមួយនឹងលោកគ្រូរបស់គាត់ដែលជាផាដានិងលោកគ្រូរបស់គាត់ម្នាក់ទៀតហើយនៅពេលនោះលោកគ្រូទាំងពីរនាក់របស់យើងក៏បានឈ្លោះប្រកែកគ្នារឿងអីទេតាក់ទងជាមួយនឹងវ៉ានដោយលោកគ្រូគុនដាវរបស់វ៉ាននឹងគឺបាននិយាយទៅកាន់លោកគ្រូផាដាថាវេទមន្តរបស់វ៉ានគឺអាចប្រយុទ្ធបានតែលោកគ្រូផាដាក៏បាននិយាយវិញវេទមន្តរបស់វ៉ាននេះមិនមែនជាការប្រយុទ្ធអីនោះទេប៉ុន្តែគឺជាការការពារមិនមែនសម្រាប់ប្រយុទ្ធជាមួយនឹងអាណាចក្រផ្សេងដូចជាឯងគិតនោះទេវើយមិនដឹងជាស្អីលោកគ្រូទេហាក់មិនវ៉ានក៏និយាយយ៉ាងទេអ្នកទាំងអស់គ្នាខ្ញុំអ្នកនិយាយខ្លួនឯងនោះទេដោយនៅពេលនោះក៏បានប្រើសម្ដីមួយយ៉ាងលយនិយាយដាក់ទៅកាន់គ្រូរបស់គាត់ទាំងពីរនាក់ថាកុំខ្វាយខ្វល់ជាមួយនឹងអ្វីដែលយើងមិនអាចគ្រប់គ្រងបានជុំអានេះឌីលអញនៅម៉ោងអាហារលោកគ្រូរបស់វ៉ានក៏បាននិយាយទៅកាន់វ៉ានតាក់ទងជាមួយនឹងបញ្ហាមួយចំនួននៅក្នុងភូមិមួយនេះដោយសម្ដីរបស់លោកគ្រូផាដាបានឲ្យយើងដឹងថានៅក្នុងភូមិមួយនេះគឺមិនមានទំនាក់ទំនងជាមួយនឹងពិភពលោកខាងក្រៅប៉ុន្មាននោះទេដោយគាត់នឹងគឺបានលើកថាទំនាក់ទំនងតែមួយគត់ដែលពួកគេមានជាមួយនឹងពិភពលោកខាងក្រៅគឺជាមួយពាណិជ្ជករដែលមកទីនេះម្ដងម្កាលតែប៉ុណ្ណោះដូច្នេះវាអាចធ្វើសេដ្ឋកិច្ចឬក៏ពាណិជ្ជកម្មរបស់ភូមិរបស់ពួកគេមានការអន់ថយនិងមិនមានការរីកចម្រើននោះទេហើយវ៉ានវិញគាត់ក៏បានតបទៅកាន់លោកគ្រូរបស់គាត់វិញថាប៉ុន្តែសម្រាប់នៅពេលនេះខ្ញុំគិតថាខ្ញុំគឺអាចរកនៅផ្ទះនិងគ្រឿងសង្ហារឹមបានខ្លះៗហើយយើងក៏អាចទទួលបានអាហារហូបគ្រប់គ្រាន់ពីផលិតផល
ល់នៅក្នុងភូមិផងដែរលោកគ្រូប៉ុន្តែនៅពេលនោះលោកគ្រូរបស់វ៉ានក៏ចាប់ផ្ដើមតោនៅរឿងមួយតបទៅកាន់វ៉ានវិញធ្វើឲ្យវ៉ានរបស់យើងក៏បានភ្ញាក់ខ្លួនភ្លាមជុំយ៉ាខ្ញុំភ្លេចរឿងនឹងមែនតើដោយរឿងដែលវ៉ានភ្លេចធ្វើនោះគឺគាត់មិនតបបានបង្កើតអ្វីមួយជាក់លាក់ដើម្បីលក់នៅក្នុងភូមិមួយនេះនៅពេលនេះទេអញ្ចឹងបើសិនជានៅក្នុងភូមិមិនមានការលក់អីនឹងធ្វើឲ្យចរន្តនៃសេដ្ឋកិច្ចនឹងក៏មិនមានការហូររីកចម្រើនផងដែរហើយវ៉ានក៏បានសុំឲ្យសមាជិកផ្សេងទៀតនឹងជួយផ្ដល់គំនិតឲ្យគាត់ម្នាក់មួយមកថាគួរធ្វើអ្វីសម្រាប់ការលក់នៅក្នុងភូមិមួយនេះអញ្ចឹងខ្ញុំសូមនិយាយភូមិវិញហើយអ្នកទាំងអស់គ្នាដោយសារតែតំបន់របស់វ៉ាននឹងគឺមិនទាន់រីកចម្រើនខ្លាំងប៉ុន្មាននោះទេរួចនៅពេលនោះខាមឈិនក៏បានផ្ដល់ជាមតិយោបល់ទៅកាន់វ៉ានរបស់យើងដោយយោបល់របស់ខាមឈិននោះគឺគាត់ចង់ឲ្យវ៉ាននឹងយកអាដុំគូគូរបស់គាត់នឹងដើម្បីផលិតទៅជាអាវុធប្រើប្រាស់ផ្សេងៗហើយលក់នៅក្នុងទីផ្សារប៉ុន្តែនៅពេលនោះវ៉ានគាត់ក៏បានប្រកែកភ្លាមដោយសារតែជំនាញមួយនេះគឺគាត់ចេះតែម្នាក់ឯងអញ្ចឹងហើយធ្វើឲ្យការផលិតគឺពិតជាយូរខ្លាំងមែនតើរាធាលនាងក៏ជួយផ្ដល់ជាមតិយោបល់បើអញ្ចឹងយើងគួរតែសម្លាប់សត្វនៅក្នុងព្រៃទៅអីប៉ុន្តែគំនិតមួយនេះគឺកាន់តែទៅឥណ្ឌាថែមមួយទៀតហើយយើងមើលទៅកាន់វ៉ានរបស់យើងទៅមិនដឹងជាគាត់គិតប៉ុណ្ណានោះទេគិតជុំយៈគិតហើយយើងក៏មិនទាន់ដឹងដូចគ្នាថាគំនិតរបស់វ៉ានបែបណានោះទេប៉ុន្តែរឿងក៏បានកើតទៅពេលបន្ទាប់ដោយនៅពេលនេះវ៉ានធាលហើយនិងខាមឈិនព្រមទាំង Adventurer ម្នាក់ទៀតពួកគេទាំង3នាក់ក៏បានមកជួបជុំគ្នានៅព្រៃហើយនៅពេលនោះធាលហើយនិងខាមឈិនពួកគេទាំងពីរនាក់ក៏បានអួតអំពីអាវុធរបស់វ៉ានដែលបានធ្វើឲ្យមកកាន់ពួកគេ Adventurer របស់យើងនៅពេលដែលបានឃើញបែបនោះភ្លាមគាត់ក៏ចាប់ផ្ដើមអួតរបស់គាត់វិញតែម្ដងដោយអាវុធរបស់គាត់គឺជាឈៀលមួយអ្នកទាំងអស់គ្នាដោយគាត់គឺបាននិយាយថាឈៀលរបស់គាត់នេះគឺពិតជាតានខ្លាំងណាស់ចង់យកដាវកម្រិតណាមកកាប់ក៏មិនដាច់ផងដែរតែនៅពេលនោះមានណាអ្នកទាំងអស់គ្នាគ្រាន់តែខាមឈិនរបស់យើងយកដាវនឹងទៅចិត្តអាឈៀលមួយនឹងសោះគឺវាបានដាច់ភ្លាមតែម្ដងខាមឈិនរបស់យើងគឺសុភាពគ្រាន់កាន់ដាវសោះធ្វើឲ្យឈៀលរបស់បរិសអ្នកនោះដាច់ភ្លាមតែម្ដងហើយគាត់នឹងគឺថាយំម៉ែអើយយំតែមែនតើដោយសារតែគាត់ស្ដាយរបស់គាត់តែនៅពេលនោះក៏បានវ៉ាងរបស់យើងប្រើប្រាស់នៅថាមពលវេទមន្តរបស់គាត់ធ្វើឲ្យឈៀលមួយនោះក៏បានត្រឡប់មកសភាពដើមវិញឃើញថាវត្តរបស់ខ្លួនអាចប្រើប្រាស់បានវិញបែបនេះគាត់គឺពិតជាមានការសប្បាយចិត្តខ្លាំងមែនតើហើយខណៈពេលជាមួយគ្នានោះអូថូក៏បានមកដល់ទីនោះដែរជាមួយនឹងរទេះមួយដែលដឹកទៅដោយមាសប្រាក់ព្រមទាំងត្បូងរបស់មានតម្លៃផ្សេងទៀតជាច្រើនដោយសមាជិកទាំងអស់នោះគឺអនុញ្ញាតឲ្យវ៉ានបង្កើតនៅគូបបានយ៉ាងច្រើនថែមទៀតនិងអាចបំលែងគូបនោះទៅជាដាវមួយយ៉ាងស្រស់ស្អាតហើយដាវមួយនោះក៏បានប្រគល់ឲ្យទៅកាន់ Adventure ធម៌របស់យើងធ្វើឲ្យគាត់នឹងគឺសប្បាយចិត្តចង់ហោះនៅពេលនោះលោកគ្រូផាដាក៏បានចូលមកនិងមើលទៅកាន់ material ទាំងអស់នោះគាត់គឺពិតជាមានការងឿងឆ្ងល់ព្រមទាំងមិនសូវយល់នោះទេហេតុអ្វីបានជា material នេះគឺអាចមាននៅក្នុងព្រៃជាជាងមាននៅលើភ្នំបែបនេះគឺជារឿងមួយដែលកម្រខ្លាំងណាស់ដោយគាត់គឺមិនដែលឃើញពីមុនមកនោះទេព្រោះថា material ភាគច្រើនវាគឺជារបស់កម្រនឹងតែងតែមាននៅក្នុងភ្នំឬក៏ដងចិនអីទាំងអស់គ្នាប៉ុន្តែនៅពេលនេះបែរជាឮថាអ៊ូហ៊ូក៏បានយកនៅ material ទាំងអស់នោះចេញពីព្រៃឈើវិញទាំងអស់គ្នាដែលកត្តាទាំងអស់នេះគឺបានធ្វើឲ្យលោកគ្រូផាដារបស់យើងក៏គាត់ចាប់ផ្ដើមដឹងភ្លាមថាតំបន់នេះប្រហែលជានៅជិតដងចិនហើយនៅពេលដែលលោកគ្រូផាដាចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹងរឿងដងចិននេះបានធ្វើឲ្យមនុស្សផ្សេងទៀតនឹងគឺចាប់ផ្ដើមមើលមុខគ្នាហើយព្រោះថាដងចិនពួកគេគឺតែងតែបានដឹងថាវាគឺជាកន្លែងមួយដែលមិនត្រូវបានពីណាគេរករោគច្រើននោះទេព្រោះតែគេដឹងថាកន្លែងទាំងអស់នោះគឺសិតតែមាននៅគ្រោះថ្នាក់ព្រោះទាំងសត្វកាច់សាហាវនិង monster ផ្សេងទៀតជាច្រើនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគំនិតរបស់អ្នកផ្សេងគឺខុសពីគំនិតរបស់វ៉ានដោយវ៉ានក៏មិនបានគិតទៅលើផ្លូវអវិជ្ជមានបែបនោះទេដោយគាត់គឺបានគិតថាបើសិនជាគាត់អាចរកឃើញនៅដងចិនមែនច្បាស់ណាស់វានឹងផ្ដល់សារៈសំខាន់ដល់ភូមិរបស់គាត់និងភូមិរបស់គាត់ក៏កាន់តែអភិវឌ្ឍខ្លាំងផងដែរអញ្ចឹង admin សូមនិយាយបន្តិចនៅក្នុងសាច់រឿងមួយនេះដងចិនគឺជាទិសដៅនៃធនធានដែលអាចរកឃើញដោយអបអញ្ចឹងអបនឹងគឺដូចជាស្ដេចនៃប្រទេសនីមួយៗអញ្ចឹងអ្នកទាំងអស់គ្នាជាធម្មតានៅពេលដែល Gale មួយទទួលបាននៅរបាយការណ៍អំពីដងចិនថ្មីមួយវាបង្កើតសាខាមួយនៅក្នុងទីក្រុងឬក៏ភូមិនៅក្បែរនោះបានន័យថានៅពេលដែលពួកគេដឹងថាមានដងចិនគឺពួកគេនឹងបង្កើតសាខា Adventurer នៅក្នុងភូមិឬក៏ទីក្រុងចឹងអ្នកទាំងអស់គ្នាដែលវានៅជិតតំបន់នោះវ៉ានក៏បានយល់នៅអំពីអ្វីដែលលោកគ្រូផាដាបាននិយាយផងដែរប៉ុន្តែបើទោះបីជាណាក៏ដោយភូមិរបស់គាត់នៅពេលនេះមិនទាន់មានសមត្ថភាពក្នុងការទទួលយកសមាជិក Gale នោះទេហើយលោកគ្រូផាដាក៏បាននិយាយផងដែរថាបើសិនជាមានដងចិនពិតមែនណា Adventurer ព្រមទាំងអ្នកឯផ្សេងទៀតនឹងធ្វើការមកទីនេះប៉ុន្តែដោយសារតែភូមិមួយនេះគឺមានការខ្វះខាតសម្ភារៈនិងអាហារគ្រប់មុខដូច្នេះហើយធ្វើឲ្យភូមិមួយនេះគឺមិនអាចទទួលយកនៅពួកគេទាំងអស់នោះមកបាននោះទេហើយបន្ទាប់មកសមាជិកផ្សេងទៀតក៏ចាប់ផ្ដើមផ្ដល់មតិគ្នាទៅវិញទៅមកអញ្ចឹងទៅពីបញ្ហាដែលបានកើតឡើងនៅពេលល្ងាចឡើងធាលហើយនឹងវ៉ានពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមមើលសភាពព្រមទាំងមជ្ឈដ្ឋាននៅជុំវិញភូមិរបស់គាត់ដោយវ៉ានគឺបានឃើញថានៅពេលនេះការជួសជុលផ្ទះរបស់គាត់គឺពិតជាអាចទទួលយកបានហើយដោយសារតែសភាពផ្ទះនៅពេលនេះគឺមិនអីនោះទេព្រមទាំងមានការរឹងមាំផងដែរនៅពេលនោះធាលក៏បានឆ្លើយសួរទៅកាន់វ៉ានថាព្រះអង្គតើពិតទេដែលថាព្រះអង្គគឺមានវេទមន្តពិតមែនធាលសួរអីចឹងឃើញគាត់ប្រើវេទមន្តទេដឹងខ្ញុំពិតជា
ជាមានមែនប៉ុន្តែរាល់ពេលដែលខ្ញុំប្រើវេទមន្តគឺធ្វើឲ្យខ្ញុំអស់កម្លាំងខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នានោះសម្រាប់អ្វីមួយក៏បានស្រែកយ៉ាងគួរឲ្យរន្ធត់ខ្លាំងមែនទែនហើយនៅពេលដែលវ៉ាន់ងាកមើលទៅគឺបានឃើញថាបរិមម្នាក់កំពុងតែរត់ចេញពីការវាយប្រហាររបស់សត្វមួយក្រុមដែលសត្វទាំងអស់នោះមានរូបរាងនិងសភាពដូចជាសត្វក្រពើអញ្ចឹងអ្នកទាំងអស់គ្នាបរិមម្នាក់នោះបានប្រាប់ឲ្យតែការប្រជាជនដែលនៅក្នុងភូមិនោះចាប់ផ្ដើមបិទរបងទៅហើយយើងមើលទៅកាន់អ្នកភូមិពួកគេម្នាក់ៗគឺពិតជាភ័យស្លន់ស្លោខ្លាំងមែនទែនប៉ុន្តែបើទោះបីជាណាពួកគេទាំងអស់គ្នាក៏បានបិទរបងទាន់ពេលវេលាផងដែរតែនេះគឺអាចពន្យាពេលខ្លីបានតែប៉ុណ្ណោះគឺមិនបានយូរនោះទេខណៈនៅពេលនោះវ៉ាន់របស់យើងក៏ចាប់ផ្ដើមដើរទៅកាន់ចិត្តអ្នកភូមិទាំងអស់នោះហើយគាត់ក៏បាននិយាយថាខ្ញុំដឹងថាពួកអ្នកទាំងអស់គ្នាគឺខ្លាចនៅក្នុងការវាយប្រហារប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយនេះគឺជាកលៈទេសៈមួយនៅក្នុងការការពារខ្លួនពួកយើងត្រូវតែប្រយុទ្ធដើម្បីរស់ខ្ញុំគឺអាចតស៊ូដើម្បីមនុស្សគ្រប់គ្នានៅទីនេះបានប៉ុន្តែខ្ញុំមិនអាចការពារមនុស្សគ្រប់គ្នាដោយអំណាចរបស់ខ្ញុំតែម្នាក់ឯងនោះទេដូច្នេះហើយដែលខ្ញុំត្រូវការជំនួយពីអ្នកទាំងអស់គ្នាក្នុងការជួយមកកាន់ខ្ញុំទប់ទល់ជាមួយនឹងសត្វទាំងអស់នោះអូខេអ្នកទាំងអស់គ្នាចឹងសាច់រឿងរបស់យើងភាគ3ក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយបើសិនជារឿងយឺតយ៉ាវអីក៏សូមអធិស្ឋានផងអ្នកទាំងអស់គ្នាដោយសារតែ admin ជាប់ប្រឡងទើបតែប្រឡងហើយនោះទេហើយប្រឡងហើយក៏សម្រេចចិត្តចេញរឿងចែកជូនអ្នកទាំងអស់គ្នាតែម្ដងអញ្ចឹង admin ក៏រៀកហត់ដែរអញ្ចឹង admin ក៏មានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយ like និង subscribe ឲ្យ admin ម្នាក់មួយផងបើសិនជាមើលមកដល់ចំណុចនេះអញ្ចឹងគឺអរគុណខ្លាំងមែនតើដែលបានទស្សនាវីដេអូរបស់ admin មកដល់ចប់នៅត្រង់ចំណុចនេះហើយថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត